10 ឆ្នាំនេះខ្ញុំជួបរឿងរ៉ាវច្រើនណាស់ទាំងថ្មីទាំងចាស់ចូលមករកខ្ញុំផ្ទួនកាយធ្លាក់ពីងកាភរិយាក៏បែកពីខ្លួនរូបកាយល្អមមួនប្រែคล้ายជាដេកស្ដោកស្ដឹង17សីហាឆ្នាំ2005ជីវិតជាប់គាំងអស់ក្តីសង្ឃឹមត្រឹមនឹងសម្បត្តិហោហៀក៏មិនអាចជាទីពឹងខ្ញុំដុនដាបដល់ម្លឹងត្រឹមតែមួយពេលខ្លីឆ្នាំ200គ្រាប់លេបសពលាប់ខ្លួនឲ្យជីវិតសូនស្លាប់ផុតពីដែនលោកីកើតហេតុអស្ចារ្យជីវិតខ្ញុំរស់ជាថ្មីព្រះយេស៊ូវថ្លាថ្លៃសង្គ្រោះខ្ញុំគ្រប់វេលាសេចក្តីជំនឿជួយឲ្យខ្ញុំមានកម្លាំងតដៃប្រឆាំងឈ្នះពួកសាតាំងគ្រប់គ្រាតួខ្ញុំធ្លាក់ខ្លួនពីការទ្រុឌទ្រោមចរិយាព្រះយេស៊ូវទ្រង់ការពារសង្គ្រោះខ្សែជីវិតខ្ញុំឆ្នាំ200គ្រាប់លេបសពលាប់ខ្លួនឲ្យជីវិតសូនស្លាប់ផុតពីដែនលោកីកើតហេតុអស្ចារ្យជីវិតខ្ញុំរស់ជាថ្មីព្រះយេស៊ូវថ្លាថ្លៃសង្គ្រោះខ្ញុំគ្រប់វេលាសេចក្តីជំនឿជួយឲ្យខ្ញុំមានកម្លាំងតដៃប្រឆាំងឈ្នះពួកសាតាំងគ្រប់គ្រាតួខ្ញុំធ្លាក់ខ្លួនពីការទ្រុឌទ្រោមចរិយាព្រះយេស៊ូវទ្រង់ការពារសង្គ្រោះខ្សែជីវិតខ្ញុំព្រះយេស៊ូវការពារសង្គ្រោះខ្សែជីវិតខ្ញុំ
10 ឆ្នាំនេះខ្ញុំជួបរឿងរ៉ាវច្រើនណាស់ទាំងថ្មីទាំងចាស់ចូលមករកខ្ញុំផ្ទួនកាយធ្លាក់ពីងកាភរិយាក៏បែកពីខ្លួនរូបកាយល្អមាំមួនប្រែคล้ายជាដេកស្ដោកស្ដឹង17សីហាឆ្នាំ2005ជីវិតជាប់គាំងអស់ក្តីសង្ឃឹមត្រឹមនឹងសម្បត្តិហោហៀក៏មិនអាចជាទីពឹងខ្ញុំដុនដាបដល់ម្លឹងត្រឹមតែមួយពេលខ្លីឆ្នាំ200គ្រាប់លេបសពលាប់ខ្លួនឲ្យជីវិតសូន្យស្លាប់ផុតពីដែនលោកីកើតហេតុអស្ចារ្យជីវិតខ្ញុំរស់ជាថ្មីព្រះយេស៊ូវថ្លាថ្លៃសង្គ្រោះខ្ញុំគ្រប់វេលាសេចក្តីជំនឿជួយឲ្យខ្ញុំមានកម្លាំងតដៃប្រឆាំងឈ្នះពួកសាតាំងគ្រប់គ្រាតួខ្ញុំធ្លាក់ខ្លួនពីការទ្រុឌទ្រោមចរិយាព្រះយេស៊ូវទ្រង់ការពារសង្គ្រោះខ្សែជីវិតខ្ញុំឆ្នាំ200គ្រាប់លេបសពលាប់ខ្លួនឲ្យជីវិតសូន្យស្លាប់ផុតពីដែនលោកីកើតហេតុអស្ចារ្យជីវិតខ្ញុំរស់ជាថ្មីព្រះយេស៊ូវថ្លាថ្លៃសង្គ្រោះខ្ញុំគ្រប់វេលាសេចក្តីជំនឿជួយឲ្យខ្ញុំមានកម្លាំងតដៃប្រឆាំងឈ្នះពួកសាតាំងគ្រប់គ្រាតួខ្ញុំធ្លាក់ខ្លួនពីការទ្រុឌទ្រោមចរិយាព្រះយេស៊ូវទ្រង់ការពារសង្គ្រោះខ្សែជីវិតខ្ញុំព្រះយេស៊ូវការពារសង្គ្រោះខ្សែជីវិតខ្ញុំ